អូខេសួស្តីទៅដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាចា៎ហើយយើងចូលដល់ជំពូកទី4គឺអង្គការសង្គមនិងអង្គការអន្តរកម្មចា Social Organization និង and Social Interaction. This one is talk about social group. Social organization that means social groups and social interaction that mean in the relationship. Like នៅក្នុងរូបភាពខ្ញុំដាក់ពីរគឺ social group ហើយនិង social organization ចា social group គឺ social group ហើយនិងsocial organization គឺនាងខ្ញុំដាក់តែមួយទេនៅក្នុងនេះព្រោះថា social group គឺយើងនិយាយអំពីក្រុមនៃមនុស្សណាអញ្ចឹងក្រុមនៃមនុស្សគឺគេចាប់ផ្ដើមប្រមូលផ្ដុំគ្នាហើយវាខ្លាយទៅជាអង្គការមួយនៅទីនេះចា៎ហើយមួយទៀតគឺ social interaction គឺជាទំនាក់ទំនងនៅក្នុងសង្គមហើយទំនាក់ទំនងបែបណានោះយើងនឹងមើលទៅ slide បន្ទាប់ហើយយើងបន្ទាប់យើងចូលដល់ slide ថ្មីរបស់យើង slide ថ្មីនេះគឺ concept of organization គឺរបៀបនៃការរៀបចំเนาะរបៀបនៃការរៀបចំចាអញ្ចឹងរបៀបនៃការរៀបចំរបស់social organization ហ្នឹងវាយ៉ាងម៉េចអញ្ចឹង social organization refers to the pattern of relationship between and among individual and social group យើងដឹងហើយថានៅក្នុងការប្រមូលផ្ដុំគឺមានជាលក្ខណៈក្រុមហើយនឹងជាលក្ខណៈផ្ទាល់ខ្លួនបងប្អូនបានឃើញថាអឺ concept of organization វាមានលក្ខណៈនៅក្នុង network of social relationship ឬក៏ individual group of participant ហើយយើងដឹងថានៅក្នុងនេះគឺយើងនិយាយអំពី character organization can be include quality as sexual អញ្ចឹងនៅក្នុងនេះគឺគេនិយាយអំពីតាំងពី position spatial temporal ហើយនឹង cohesion relationship នៅក្នុងនេះគឺនិយាយអំពី leadership structure ទៀតចា individual leadership structure វាមាន division of labor communication system and so on social organization is influenced by culture ចាយើងមើលនៅនេះយើងមើលឃើញច្រើនយើងដឹងហើយថា organize មានន័យថាការប្រមូលផ្ដុំណាការប្រមូលផ្ដុំការចងជាប់គ្នាហើយនៅក្នុងនេះគឺការចងជាប់គ្នាជាប្រព័ន្ធមួយដែលយើងមើលថា it is the network of social relationship in the individual and group participate ចានៅក្នុងនេះគឺគេនិយាយអំពីតាំងពី character of social organization can be include quality such as social អញ្ចឹងនៅក្នុងនេះគឺគេនិយាយតាំងពីលក្ខណៈគ្រួសារហើយនិយាយអំពីសង្គមដែលមានទំនាក់ទំនងតាំងពីក្រុមគ្រួសារយើងដឹងហើយប្តីប្រពន្ធមានទំនាក់ទំនងអីគេផ្លូវភេទเนาะអញ្ចឹងcomposition គឺនិយាយអំពីមុខងារเนาะមុខងារចានៅក្នុងនេះគឺនិយាយច្រើននេះ within a social in the social organization ចាគឺយើងបានមើលឃើញយ៉ាងច្បាស់អំពី concept of organization អញ្ចឹងយើងទៅមុខទៀតយើងចូលដល់ slide ថ្មីនេះគឺ social group in defined as two or more individuals who interact with one another share similar characteristics and collectively has a sense of unity អញ្ចឹងសម្រាប់ក្រុមមនុស្សគេនិយាយអំពីអីគេខ្លះក្រុមមនុស្សគឺថាចាប់ផ្ដើមអំពីមនុស្ស2នាក់ឬក៏ច្រើនជាង2នាក់ដែលមានការធ្វើការអន្តរកម្មរវាងគ្នានឹងគ្នាចាអន្តរកម្មនៅទីនេះគឺនិយាយអំពីទំនាក់ទំនងដែលនៅក្នុងនេះហើយនឹងខ្ញុំបានដាក់រូបមានមនុស្សហើយមានពណ៌ច្រើនអញ្ចឹងនេះគឺ social group អញ្ចឹង social group គឺជាការ unity ឬក៏ organize as a one group អញ្ចឹង
មិនថាអ្នកឯងជាជនជាតិអីសាសអីយើងធ្វើការប្រមូលផ្ដុំជាក្រុមមួយเนาะជាក្រុមមួយនៅក្នុងនេះយើងដាក់ថា shaping individual play a significant role and shaping individual เนาะចឹងគឺនៅនេះគឺមាន interaction គឺមានការទំនាក់ទំនងចឹង interaction គឺជា relationship เนาะ relationship ប៉ុន្តែ relationship នៅនេះគឺមិននិយាយអំពីទំនាក់ទំនងរវាងប្តីប្រពន្ធទេប៉ុន្តែគឺជាទំនាក់ទំនងមួយដោយផ្ទាល់ខ្លួនឬក៏ដោយក្រុមเนาะចាហើយយើងចូលទៅចាហ្នឹងហើយយើងមកដល់ definition of the social group ចឹង definition នេះគឺគេនិយាយអំពីការធ្វើឲ្យមានភាពច្បាស់លាស់ណាមានភាពច្បាស់លាស់នៅក្នុងក្រុមមួយអញ្ចឹងបើសិនជាយើងឲ្យអត្ថន័យច្បាស់លាស់អំពី social group ចឹងគេនឹងឲ្យអត្ថន័យតាមរយៈលោក Harry Johnson ដែលបាននិយាយថា The social group is the system of social interaction ប៉ុន្តែនៅក្នុងនេះជាមួយគ្នាផងដែរគឺលោក Marshall Jones គាត់និយាយថា It's the opinion that a social group is two or more people between whom there is an established pattern of interaction យើងបានឃើញថានៅមានមួយទៀតគឺ Matwer ហើយនឹងលោក Page គាត់ថា Define social group as any collection of human beings who are brought into human relationship with one another ចឹងយើងបានឃើញថា definition of the social group វាខុសគ្នាเนาะវាគេឲ្យនិយមន័យមកខុសគ្នាអញ្ចឹងការដែលឲ្យនិយមន័យអំពីsocial group ឬក៏ definition of social group នេះគឺវាមានលក្ខណៈខុសប្លែកខុសគ្នាប៉ុន្តែការដែលគាត់និយាយឬក៏ឲ្យអត្ថន័យនេះគឺមានគោលបំណងតែមួយទេចាគោលបំណងតែមួយទេអញ្ចឹងនៅក្នុងមេរៀនយើងថា the term group has a special meaning in sociology because it represents a concept that is central to any sociological analysis where several definitions have been given to the term group by different sociology. Generally, social group is defined as the collectively or set of people who involve more or less permanent or enduring social interaction and relationship. Members of the social group has common basis of interaction and share characteristics, feeling of identity or belongingness, share physical psychology ហើយនឹង consciousness យើងបានដឹងថានៅក្នុងអត្ថន័យនៅក្នុងមេរៀនរបស់យើងហើយនឹងអ្នកប្រាជ្ញផ្សេងនៅខាងនេះគឺខ្ញុំយកមកដាក់ជាមួយគ្នាដែលយើងអាចរៀនបានជាមួយគ្នាអញ្ចឹងនៅខាងនេះនិងខាងនេះគឺវាប្រហាក់ប្រហែលគ្នាទេគ្រាន់តែខាងនេះគេឲ្យអត្ថន័យខ្លីងាយយល់ប៉ុណ្ណឹងចាហើយយើងចូលទៅដល់ slide បន្ទាប់ទៀតគឺនិយាយអំពី basic filter of a social group អញ្ចឹង basic filter of social group ហ្នឹងវាមានអីគេខ្លះចាគឺមាន5នៅទីនេះដែលយើងអាចមើលឃើញដែលនៅក្នុងមេរៀននិយាយថា in their sociological analysis of the group behavior of human society sociologists has identified some essential element of the social group for a set or collectively of people to be social group it has to have the following essential draw in central or filter អញ្ចឹងនៅក្នុងឆ្នាំ1994គេបាននិយាយថា
member of the group continue to interact with one another ចាទី1អញ្ចឹងទី2 membership requires living by norm that are special to the group ចាទី2គឺ members view each other a part of their group members feel some sense of identification with the group and with one another, and there is a social boundary between members and non-members. Yeah, even those member or non-members, they have to be boundary. ណាចាទី4គឺ member are functionally integrates through role and status relationship in the group structure ជាយើងដឹងហើយថានៅក្នុងទី5នេះត្រូវតែមានអីគេ role and status relationship in a group structure បើសិនបើអត់មានអឺ relationship in the group structure ទេគេអត់ហៅថា social group ទេเนาะចាចំណែកទី5ចុងក្រោយ and other see member as group ជាបើសិនជា others have seen not member as a group does not mean they are belong to the group right okay ចឹងយើងទៅដល់ slide ថ្មីមួយទៀតដែលទីនេះគឺ classification of group ជា privacy group and their main filter អញ្ចឹងនៅក្នុងនេះយើងមាន2គឺមាន primary group and their main filter ដែលនឹងចែកចេញជា2គឺ classification of group គឺមាន primary ហើយនិង main filter main filter នេះគឺយើង will talk about secondary social group ចានៅក្នុងនេះគឺយើងចែកចេញជា2ដាច់ពីគ្នាគឺ primaries និង secondary ចានៅក្នុង primary មាន1 2 3 4 5 6 7 8ចំណុចចានៅក្នុង secondary មាន1 2 3 4 5 6 7ចាមាន7ចំណុចចឹងយើងមើលថានៅក្នុង primary មាន face to face เนาะ face to face interaction among members ហើយទីនៅមានអីទៀត the high sentiments of loyalty មានអីគេទៀតមាន close cooperation among members មានអីគេទៀតមាន level of emotional spiritual status to be diverse from development in primary social group ចឹងនៅក្នុងនេះមាន concern of friendly relation as an end in themselves not as a means to the end ចឹងនៅក្នុងនេះគឺមានច្រើនមានអីទៀតមាន group are often small in size group give its members individual their first acquaintance with humanity ជាចុងក្រោយ for a child are a school of learning the ways of human interaction and the give and take of working and playing together ចានៅក្នុងនេះគឺយើងនិយាយអំពីក្មេងៗเนาะនៅខាងនេះគឺនិយាយអំពីមនុស្សធំគេដល់មនុស្សធំហើយមាន little or no emotional involvement មាន more competition than corporate member are less intimate and identity is less relevant ហើយមាន economic ដែរមាន group mainly a mean to earn and rather than an end in itself ចឹង last ចុងក្រោយគឺ membership is unlimited ចានៅក្នុងនេះនៅក្នុងក្រុមមួយគេប្រាប់ថា main filter of secondary social group include membership ចា include membership include groups mainly include economy include identity include member
and left include member more fertility include is a little ឬក៏ include emotional involvement ចាយើងទៅដល់slide ថ្មីមួយទៀតគឺគ្រប់សង្គមនិយមចឹងក្រុមសង្គមនិយមបងប្អូនមិនដឹងហើយបើយើងនិយាយអំពីសង្គមនិយមគឺជាសង្គមមួយដែលធ្វើការដោយមិនស៊ូយោបល់អ្នកណាទេចាមិនស៊ូយោបល់អ្នកណាទេអញ្ចឹងនៅក្នុងគ្រប់សង្គមនិយមនេះក៏មាននៅក្នុងគ្រប់ប្រជាធិបតេយ្យដែរមាននៅក្នុងក្រមប្រជាធិបតេយ្យដែរចាំបងប្អូនឆ្ងល់ថាហេតុអីបានជាក្រមសង្គមនិយមហេតុអីមាននៅក្នុងក្រមប្រជាធិបតេយ្យដែរខ្ញុំឧទាហរណ៍ឧទាហរណ៍ចាមុនឧទាហរណ៍យើងមើលមេរៀនយើងសិនដើម្បីកុំឲ្យរំលងមេរៀនយើងតែនៅក្នុងមេរៀនរបស់យើងគេថា a kind of grouping it may not be functional interests among members there are little or no structure and pattern social relationship this kind of social interaction is common is modern industrial and complete society. It is more common in urban and homelessness settings. They characterize individuals' sociality such groups lack meaningful social structure and social interaction. There are two types of quincy group. គឺមានអីគេ aggregate and category អញ្ចឹង category មានអីគេ there is quincy group which consists of a plurality or collectively of people who are physically dispersed but who share common interests. It refers to the social class or group people who are more or less similar lifestyle and physical and physical characteristic អញ្ចឹងបើយើងនិយាយអំពី category នៅក្នុងនេះ category គឺមានច្រើនเนาะមាននៅក្នុងនេះគេដាក់ថា include two or more people in a group or planet អញ្ចឹងបើយើងនិយាយអំពីក្រមសង្គមនិយមចាយើងបកមកវិញយើងនិយាយអំពីក្រមសង្គមនិយមដែលស្ថិតនៅក្នុងសង្គមប្រជាធិបតេយ្យអញ្ចឹងនៅក្នុងសង្គមនិយមគឺមានប្រទេសជាច្រើនដែលគេប្រើរបបសង្គមនិយមដើម្បីគ្រប់គ្រងប្រទេសហេតុអីបានជាគេប្រើរបបសង្គមនិយមគ្រប់គ្រងប្រទេសព្រោះគេគិតថាអ្នកដឹកនាំគឺមានសិទ្ធិគ្រប់គ្រាន់ក្នុងការដែលសម្រេចចិត្តធ្វើអីមួយเนาะអញ្ចឹងនៅក្នុងក្រមប្រជាធិបតេយ្យនៅក្នុងប្រទេសដែលជាប្រជាធិបតេយ្យក៏មានអនុវត្តច្បាប់សង្គមនិយមដែរហេតុអីបានជានឹងខ្ញុំថាមានអនុវត្តច្បាប់សង្គមនិយមបើយើងនិយាយអំពីនៅឥឡូវនេះនិយាយអំពី elevator ឬក៏ plane អញ្ចឹងបើសិនជាបងប្អូនជាអ្នកដែលធ្វើដំណើរតាមឡានក្រុងចាហើយឡានក្រុង3កង់ឧទាហរណ៍ថាមានឧបសគ្គឡានក្រុង3កង់ហើយតកង់ឡានងាកមកក្រោយសួរដល់អ្នកដំណើរថាតើយើងនឹងធ្វើយ៉ាងម៉េចដើម្បីស្ដាប់អំពីមតិប្រជាធិបតេយ្យមតិម្នាក់ៗរបស់អ្នកជិះអញ្ចឹងអ្នកជិះប្រកាសជាមានអារម្មណ៍ថាអាម៉េចតែមិនបានជាតកង់ឡានអត់ចេះអីអញ្ចឹងតកង់ឡានគឺជាម្នាក់ដែលប្រើច្បាប់សង្គមនិយមមានន័យថាគាត់ជាអ្នកដែលគ្រប់គ្រងក្នុងឡានហ្នឹងអត់មានអ្នកណាធំជាងគាត់ទេយើងគាត់ជាអ្នកដែលសម្រេចចិត្តទោះបីជាគាត់បើកទៅប៉ះនៅបារះនៅអីក៏ដោយអ្នកជិះខាងក្រោយអត់មានសិទ្ធិនិយាយប្រាប់គាត់ថាត្រូវសម្រេចចិត្តមិនទេមែនអត់អញ្ចឹងបើសិនជាគាត់ជាអ្នកដែលបើកយន្តហោះវិញយើងធ្វើដំណើរតាមយន្តហោះតាមជើងយន្តហោះនោះបើយើងធ្វើដំណើរតាមជើងយន្តហោះហើយមានឧបសគ្គកើតឡើងឃើញពពកខ្មៅយ៉ាងខាងមុខឬក៏ឃើញព្យុះនៅខាងមុខអញ្ចឹងពីលុតសួរថាទាំងអស់គ្នាជួយឲ្យយោបល់ម្នាក់មួយថាតើ
យើងនឹងគូធ្វើយ៉ាងម៉េចអញ្ចឹងបើសិនជាពីរ៉ុតចេញមកខាងក្រៅកាប៊ីនហើយសួរយ៉ាងអ្នកដំណើរនឹងគិតថាអូអញច្បាស់ជាងាប់ហើយម្រោះទេដោយសារពីរ៉ុតអត់ចេះផងហ្នឹងមកសួរអ្នកដំណើរវិញចានេះគឺអីដែលខ្ញុំចង់លើកឧទាហរណ៍អំពីប្រទេសប្រជាធិបតេយ្យក៏មានអនុវត្តច្បាប់សង្គមនិយមដែរเนาะចាអញ្ចឹងយើងទៅដល់ slide ថ្មីមួយទៀតគឺចំណុចទី3 social interaction and social relationship ជាវាខុសគ្នាយ៉ាងម៉េចចាយើងនៅនេះយើងថា to understand social organization is a society ចា social organization in a society sociologists study social structure and the function of social event and process. These involve studying social interaction and relationship at further macro នៅក្នុងនេះគឺមាន macro ហើយ macro level social interaction and social relationship may be studied as they occur between the whole society link in the world system down to those between two individuals. There our focus is on social interaction and relationship in the everyday life of individual យើងបានដឹងថានៅក្នុងនេះគឺមានពាក្យថា macro នៅក្នុងនេះเนาะចាអញ្ចឹង social relationship refers to many routine enduring pattern of social interaction between individual in society under the limit and influences of the social structure យើងបានដឹងយ៉ាងច្បាស់ថា social relationship is two important reasons between whom does social relationship take place เนาะចាអញ្ចឹង about what are social relationship answer to the question lead us to the concept of social status and role នៅក្នុងឆ្នាំ1995របស់លោក Henlin ហើយនឹង Nelson ចាយើងអាចបកក្រោយទៅមើលពីអត្ថន័យរបស់ពួកគាត់ម្ដងទៀតហើយយើងនឹងដឹងថា social interaction ហើយនឹង social relationship នេះវាដូចគ្នាឬក៏ខុសគ្នាតាមខ្ញុំគិតគឺប្រហែលគ្នាទេបើសិនជាបងប្អូនមើលនៅក្នុងរូបនេះមានម្នាក់នេះគឺគាត់ជាចំណុចកណ្ដាលដែលគេហៅថាគឺជាបើយើងរៀនគីមីគេហៅថាកាតាលីករเนาะហើយអ្នកដែលនៅខាងនេះគឺជាការធ្វើទំនាក់ទំនងមានន័យថា interaction ហ្នឹងគឺមានន័យថាគាត់ម្នាក់នេះគាត់ធ្វើទំនាក់ទំនងជាមួយនឹងម្នាក់ខាងនេះតាមរយៈម្នាក់នៅកណ្ដាលនេះเนาะចាហើយអ្នកនៅខាងនេះដូចគ្នាបើគាត់ចង់ទំនាក់ទំនងមកអ្នកខាងនេះក៏គាត់ត្រូវការធ្វើការទំនាក់ទំនងអ្នកកណ្ដាលនេះដែរដើម្បីអាចនឹងគាត់អាចទំនាក់ទំនងជាមួយម្នាក់នេះបានអញ្ចឹងមានន័យថាម្នាក់កណ្ដាលនេះភាសាខ្មែរយើងគេហៅថាជាន់បង្គោលเนาะអូខេចាយើងទៅដល់ slide បន្តទៀតគឺ social status and social role យើងមើលហើយនៅក្នុងនេះ social status គឺមានអីគេខ្លះចា social status គឺជានៅក្នុងនេះគេដាក់ថា the concept and types of social status in the social structures of society of a group there are various defined position to be occupied by a group individual this position is termed inter social status ចានៅក្នុងនេះគឺមានការឧទាហរណ៍ដែរបងប្អូនអាចមើលនៅក្នុងនេះដោយខ្លួនឯងមកហើយយើងបានលើកច្រើនអំពីប្រទេសអេធីជូពីណាអេធីជូពីបើសិនជាបងប្អូនកាន់តែច្បាស់បងប្អូនមានពេលបងប្អូនចូលទៅក្នុងនៅក្នុង
Google របស់យើងហើយបងប្អូនអាចមើលអំពីប្រទេស Ethiopia ទៅเนาะអញ្ចឹងហេតុអីបានជាយើងត្រូវតែសិក្សាអំពីសង្គមនៅក្នុង Ethiopia ព្រោះថានៅក្នុងប្រទេស Ethiopia គឺជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌ចំណាស់ដែរបន្ទាប់ពីអឺប្រទេសផ្សេងទាំង10គឺជាប្រទេស Ethiopia ដែរដែលគាត់ទទួលបាននៅការគ្រប់គ្រងបែបសង្គមមុនគេបែប society មុនគេចាបែប social organization មុនគេចា the concept of social rule យ៉ាងនៅក្នុងនេះយើងដឹងហើយមានន័យថា expectation เนาะ class responsibility ចឹងនៅក្នុងនេះគឺវាមានconcept of group មានជា group មាន person មាន individual ចានៅក្នុងនេះគឺមានច្រើនបែបនេះเนาะចាយើងទៅដល់ slide ថ្មីមួយទៀតគឺ social interaction in every life ចឹង social interaction is everyday life refers to the words bound people forms with other such as family, friend members of their community and stranger ចានៅក្នុងនេះវា can be measured by the duration and quality of the social interaction they have on regular basis both in person and online ចានៅក្នុងនេះគឺ interaction in every life មកឥឡូវនេះដោយសារ social media is much more easier to communicate เนาะអញ្ចឹង that's why every life is not in a person anymore but it's not mean they are delayed interaction in a person but they also do in the social media เนาะឬក៏ក្នុងនេះខ្ញុំសរសេរថា online เนาะអញ្ចឹងគឺ social interaction can be understood by likening it to a person it to a performance in play ចា៎ចឹងនៅក្នុងរូបភាពខ្ញុំដាក់ថា group and interaction you need social interaction in every life តែខ្ញុំអត់បានបន្ថែមអំពី social media ទេเนาะអញ្ចឹងគឺមាន in a person in a group in a social media អញ្ចឹងមនុស្សភាគច្រើនឥឡូវនេះគឺពេលញ៉ាំបាយក៏កាន់ទូរស័ព្ទដែរเนาะទំនាក់ទំនងរបស់គាត់ល្អតាមទូរស័ព្ទចាអញ្ចឹងsocial interaction in every life នេះគឺមាន in a person ឬក៏ online เนาะអូខេយើងទៅ slide ថ្មីចានេះគឺជា slide ថ្មីរបស់យើងដែលនិយាយអំពី macro sociology focus on understanding and analyzing the process and dynamic of social interaction in everyday life ហើយយើងមានថា social interaction may imply mean that people do when they are in the presence of one another. For symbolic interaction, micro-sociological perspective and develop to understand social interaction at realize ចឹងនៅក្នុងនេះមានអីគេខ្លះ there are 4 symbolic interaction dramaturgy methodology the social construction of reality អញ្ចឹងនៅក្នុងនេះខ្ញុំដាក់ថា social interaction at every life ដូចជាកូនក្មេងគាត់មានទំនាក់ទំនងជាមួយគ្នាតាមរយៈការលេងសើចเนาะតាមរយៈការលេងរបស់ពួកគាត់មានទំនាក់ទំនងល្អអញ្ចឹងទៅតែសម្រាប់យើងជាមនុស្សធំមានទំនាក់ទំនងភាគច្រើនទូរស័ព្ទច្រើនเนาะ social media ច្រើនមែនតែនចាយើងទៅ slide ថ្មីមួយទៀត
គឺនេះគឺនិយាយអំពី social institution អញ្ចឹងគឺនិយាយអំពីគ្រឹះស្ថានសិក្សាហើយเนาะ What is social institution អញ្ចឹងគឺនិយាយអំពី organization of norm in and structure that help regulate and govern specific area of social life such as family, education, religion and government ចឹងគ្រឹះស្ថានសិក្សាយើងដឹងហើយដំបូងចេញពីណាចាត់ចេញពីគ្រួសារនៅក្នុងនេះនឹងខ្ញុំដាក់ថា family ចាជាដំបូងក្មេងរៀនពីគ្រួសារเนาะកើតមកក្នុងគ្រួសារយំចេះមកសំទោសកើតមកចេះអីគេចេះយំចាបន្ទាប់ពីយំមកគាត់ចេះអីគេទៀតតាមរយៈការបង្រៀនរបស់ឪពុកម្ដាយចេះបើអីចឹងទៅបន្ទាប់ពីចេះបើចេះអីទៀតចេះលូនចេះវាចេះក្លាប់អីបន្ទាប់ពីគាត់លែងជា baby ហើយគេហៅថាកុមារភាពអញ្ចឹងគាត់ចាប់ផ្ដើមទៅសាលាគាត់រៀនពីសាលាគេហៅថា education เนาะ education អញ្ចឹងចេញពីនៅក្នុង education មានអីគេទៀតមាន religion ហើយនិង government ចាអញ្ចឹងការសិក្សារបស់គាត់មិនមែនត្រឹមតែនៅសាលាទេឲ្យលោកគ្រូអ្នកគ្រូបានដឹងច្បាស់ហើយកូនរបស់យើងគឺរៀនពីឪពុកម្ដាយជាដំបូងចេញពីគ្រួសារเนาะចាចឹងគ្រឹះស្ថានសិក្សា complex เนาะសំខាន់ជាងគេ family អូខេយើងទៅទៀត slide ថ្មីរបស់យើងគឺ definition and main filter ចា definition and main filter នេះគឺនិយាយអំពី social interaction ហ្នឹងឯងហើយ social instruction may be defined as a practice based on similar principle and display some degree of regularity more specifically and social institution is a indirect system of social rule and social norms ចានៅក្នុងនេះគឺមាន organized around the satisfaction of important social need of people function ចឹងនៅក្នុងនេះគេ term aspect of 2000ចា2000 filter 2000 of main filter definition เนาะអូខេទៅមុខទៀតគឺនេះគឺជា mental type and function of social institution យើងដឹងថានៅក្នុង institution គឺមាន3 4ដែលយើងត្រូវតែដឹងគឺមានគ្រួសារមាន education មាន religion មាន government ណាអញ្ចឹងមាន4ប៉ុន្តែ mental type and function of social institution នេះគឺមាន5ចាគឺមាន5 function របស់វាណាមិញគឺយើងនិយាយអំពី filter ឥឡូវយើងនិយាយអំពី function ចា function នៅក្នុងនេះគឺមានទី1 economic institution those that deal with economy and property relation ចឹងមានអីទៀតមាន polity and law ចឹងទី3មានអីទៀតមាន religion institution ទី4មានអីគេ family those based on principle of kinship meaning social relationship created by descent and marriage เนาะហើយនៅចុងក្រោយគេគឺ education institution those that deal with the need training individual in the rule skill knowledge attitude ហើយនឹងផ្សេងទៀតเนาะក្នុងនេះមាន associated with being a citizen and a worker អញ្ចឹងនៅក្នុង education សំខាន់តែមួយទេថងថាការដែលយើងទៅសាលាទទួលបានច្បាប់ទទួលបានតម្លៃទទួលបាននៅជំនាញទទួលបាននៅចំណេះដើម្បីឲ្យយើងអាចនឹងលះហាត់ពត់លត់ដំអត្តចរិត
ហើយដើម្បីឲ្យគេទទួលស្គាល់ពីសង្គមហើយនឹងការងារចាអូខេចាយើងបន្តទៀត mentor social interaction with formulation or function ចឹងនៅក្នុងនេះគឺយើងបាននិយាយគ្នាហើយកាលពី slide មុនថាគ្រឹះស្ថានសិក្សាគឺយើងចាប់ផ្ដើមពីគ្រួសារเนาะពីគ្រួសារអញ្ចឹងក្មេងកើតឡើងគឺគាត់រៀនអំពីគ្រួសារមុនគេអញ្ចឹងបន្ទាប់ពីគ្រួសារមកនិយាយពី economic institution មានន័យថា organize production exchange and consumption of goods and service political institution maintaining peace and order in society เนาะ in society ចឹងបន្ទាប់ពីហ្នឹងទៅចេញទៅមានអីទៀត education institution center of knowledge creation and transmission of culture from general to generation សំទោស from generation to generation អញ្ចឹង education នេះគឺ from generation to generation ហើយមួយទៀតគឺ religious institution meeting spiritual needs service and sources of explanatory authority on difficult question facing human life ចាអញ្ចឹងនៅក្នុង religion គឺខុសគេនៅត្រង់ថា authority on difficult question facing human life เนาะចាហើយយើងទៅ slide បន្តទៀតចា slide បន្តទៀតគឺយើងដល់លេខ5ហើយគឺ the concept of social control យើងដឹងថានេះគឺ society ចឹង social and society នៅទីនេះហើយនៅនេះខ្ញុំដាក់ថា social control theory ចឹងយើងបានដឹងហើយថា concept of social control include social control theory ដែរเนาะចឹងតើវាមានអីគេចាយើងចូលដល់ definition and necessity ចឹងនៅក្នុងនេះគឺយើងនិយាយអំពីភាពច្បាស់លាស់ហើយនឹងសារៈសំខាន់នៅក្នុង any human society there deviation from the accepted norm of the society or group this moment away from accepted social standard is called social deviation ចានៅក្នុងនេះគឺយើងនិយាយអំពីdefinition ហើយនឹង necessity ចាហ្នឹងហើយគឺយើងនិយាយអំពី types of social control There are two major types of social control ចឹងវាមាន there are negative and positive social control mechanism ចឹងនៅក្នុង social control mechanism គឺមាន negative social control and positive social control ហើយយើងបានដឹងថានៅក្នុង negative គឺមានដូចជា involve punishment ហើយនៅក្នុង positive គឺមាន rewarding ចឹងហេតុអីបានជាមានទាំងពីរហ្នឹងយើងដឹងហើយថានៅក្នុងការគ្រប់គ្រងសង្គមមួយគឺយើងត្រូវការដាក់ពិន័យណាកន្លែងនេះ punishment ដាក់ពិន័យ we have
to punishment, we have to punish some other people who are acting not correctly ដែលនៅក្នុងនេះមាន micros informate informal level and macro formal levels អញ្ចឹងលើកមុននិយាយអំពី macro ឥឡូវយើងនិយាយអំពី micro ណាអញ្ចឹងមួយទៀតគឺនិយាយអំពីនេះ rewarding encouraging those who abide by the norm យើងដឹងថាបើយើងមិនបាច់និយាយនៅក្នុងសង្គមធំដុំទេយើងនិយាយនៅក្នុងសង្គមគ្រួសារយើងអញ្ចឹងបើសិនជាកូនកូនធ្វើខុសឬប្រឆាំងជាមួយនឹងច្បាប់នៅក្នុងក្រុមគ្រួសារយើងត្រូវការ punishment ណាយើងត្រូវការpenalty យើងត្រូវការអីចឹងទៅយើងត្រូវការឲ្យគាត់ discipline ខ្លះៗចឹងទៅเนาะហើយបើសិនបើគាត់ធ្វើបានល្អគឺយើងត្រូវការ involve rewarding เนาะដើម្បីអីគេ encourage them เนาะ to be នៅនេះគេដាក់ថា it's involve rewarding the model behaviors អូខេយើងដឹងហើយណាគេយើងទៅ slide បន្តទៀតនេះគឺជាសំណួររបស់យើងនៅក្នុងមេរៀនទី4គឺយើងមាន1 2 3 4 5 6 7 8សំណួរអញ្ចឹងសំណួរនេះខ្ញុំប្លែកបន្តិចខ្ញុំចង់ឲ្យបងប្អូនថតជាវីដេអូវិញเนาะថតជាវីដេអូមួយឲ្យខ្ញុំវិញដើម្បីខ្ញុំអាចនឹងឲ្យបន្ទុកបងប្អូនព្រោះថាគ្រប់ទាំងសំណួរពេលចប់មួយមេរៀនឬក៏មួយជំពូកខ្ញុំមានសំណួរសំណួរនេះគឺខ្ញុំដាក់ប្រឡងខ្លីเนาะអញ្ចឹងមេរៀននេះគឺខុសផ្នែកគឺខ្ញុំចង់ឲ្យបងប្អូនថតជាវីដេអូហើយបងផ្ញើមកខ្ញុំเนาะចាអរគុណច្រើនព្រះអង្គប្រទានពរ